แผนการสองบำนล1แผนการสองบำนลประกอบด้วยประสิทธิภาพบำนลជាបញ្ហាទូទៅក្នុងសង្គមទំនើបដែលបង្កឲ្យមានសម្ពាធនិងកង្វល់ជាខ្លាំងដល់កូនបំណុលតើធួដូចម្ដេចទើបអាចរួចផុតពីបំណុលបានលឿននិងមានប្រសិទ្ធភាពថូភីនឹងណែនាំញាក់ពីរបៀបបង្កើតផែនការសងបំណុលនិងណែបំផែនការសងបំណុលដែលមានប្រសិទ្ធភាពមួយចំនួនសារៈសំខាន់នៃផែនការសងបំណុលនិងការសងបំណុលទាន់ពេលវេលាតើអ្នកធ្លាប់ភ្ញាក់កណ្ដាលយប់បារម្ភពីជំពាក់បំណុលគេដែរឬទេអារម្មណ៍នៃភាពអស់សង្ឃឹមនិងអស់កម្លាំងនៅពេលមើលរបាយការណ៍គណនេយ្យធនាគាររបស់អ្នកពិតជាមិនរីករាយទេបំណុលប្រៀបដូចជាស្រមោលងងឹតដែលតែងតែលងបន្លាចនិងដាស់សម្ពាធលើជីវិតរបស់យើងប៉ុន្តែកុំបារម្ភព្រោះមនុស្សរាប់លាននាក់ជុំវិញពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាដូចគ្នាទោះជាយ៉ាងណាក៏ដោយជាមួយនឹងផែនការសងបំណុលត្រឹមត្រូវនិងការតស៊ូព្យាយាមអ្នកអាចគេចផុតពីវដ្តដាក់ដ៏កាចសាហាវនៃបំណុលអត្ថបទនេះនឹងណែនាំអ្នកនូវចំណេះដឹងចាំបាច់ដើម្បីកសាងផែនការសងបំណុលប្រកបដោយប្រសិទ្ធភាពជួយអ្នកឲ្យគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឡើងវិញការធ្វើផែនការសងបំណុលជួយអ្នកឲ្យយល់អំពីស្ថានភាពបំណុលបច្ចុប្បន្ននិងកម្រិតប្រាក់ចំណូលរបស់អ្នកដោយហេតុនេះរៀបចំផែនការសងបំណុលតាមបែបវិទ្យាសាស្ត្រកាត់បន្ថយសម្ពាធហិរញ្ញវត្ថុជៀសវាងការជំពាក់បំណុលនិងធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកប្រសើរឡើងការដាក់ផែនការនិងជំរិតក្នុងការសងបំណុលដ៏ឆ្លាតវៃនិងមានប្រសិទ្ធភាពដើម្បីរៀបចំផែនការសងបំណុលអ្នកត្រូវយល់ច្បាស់អំពីបំណុលនិងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកំណត់គោលដៅរបស់អ្នកកំណត់កាលវេលាសងបំណុលនិងកុំភ្លេចមូលនិធិបម្រុងហានិភ័យ 1. កំណត់ស្ថានភាពបំណុលបច្ចុប្បន្នការធ្វើផែនការសងបំណុលគឺជាដំណើរដែលទាមទារឲ្យមានភាពល្អិតល្អន់និងយុទ្ធសាស្ត្រទី1ការចុះបញ្ជីបំណុលទាំងអស់រួមទាំងបំណុលកាតឯណទានប្រាក់កម្ចីទិញផ្ទះប្រាក់កម្ចីអតិថិជនបំណុលពីមិត្តភ័ក្តិសាច់ញាតិអ៊ីនធឺណិតទឹកភ្លើងទិញផ្ទះទិញឡានទិញទូរស័ព្ទទិញកុំព្យូទ័រទិញឧបករណ៍ប្រើប្រាស់ផ្ទះជាដើមនោះបន្ទាប់មកការវាយតម្លៃសមត្ថភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកនឹងជួយអ្នកកំណត់សមត្ថភាពរបស់អ្នកក្នុងការសងបំណុលរបស់អ្នករៀងរាល់ខែនៅពេលដែលអ្នកមានទិដ្ឋភាពទូទៅការបែងចែកបំណុលនិងកំណត់អាទិភាពនៃការសងបំណុលនឹងកាន់តែងាយស្រួល 2. កំណត់អាទិភាពនៃការសងបំណុលនិងគោលដៅគោលដៅនៃការសងបំណុលត្រូវបានបែងចែកជារយៈពេលខ្លីនិងរយៈពេលវែងដើម្បីជួយបង្កើតការលើកទឹកចិត្តនិងអារម្មណ៍នៃភាពសម្រេចនៅពេលបំពេញជំហាននីមួយៗឧទាហរណ៍អ្នកអាចផ្ដល់អាទិភាពក្នុងការសងបំណុលកាតឯណទានជាមុនព្រោះនេះគឺជាបំណុលដែលមានអត្រាការប្រាក់ខ្ពស់ឬក៏អ្នកអាចផ្ដល់អាទិភាពនៃការសងបំណុលតូចៗដែលខ្ចីពីមិត្តភក្តិកម្ចីទិញទូរស័ព្ទកុំព្យូទ័រយុគទាន់បន្ទាប់មកបំណុលធំដូចជាប្រាក់កម្ចីទិញផ្ទះប្រាក់កម្ចីឡានអាស្រ័យទៅលើស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងរបស់អ្នកនឹងសងបំណុលការប្រាក់ខ្ពស់ជាមុនសិននិងបន្ទាប់មកកម្ចីការប្រាក់ទាបឬផ្ដល់អាទិភាពនៃការសងបំណុលមុនគេ 3. វាយតម្លៃសមត្ថភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកគិតចំណូលនិងចំណាយរបស់អ្នកឲ្យមានលម្អិតដើម្បីដឹងថាអ្នកត្រូវសងបំណុលប៉ុន្មានដោយមិនគិតថាយុទ្ធសាស្ត្រណាដែលអ្នកអនុវត្តកុំភ្លេចដាក់មូលនិធិបម្រុងហានិភ័យដើម្បីធានាសុវត្ថិភាពហិរញ្ញវត្ថុក្នុងអំឡុងពេលចំណានបំណុល 4. រៀបចំថវិកាសងបំណុលលម្អិតកំណត់ថវិកាតឹងរ៉ឹងមួយសម្រាប់ការសងបំណុលដោយកំណត់អាទិភាពលើការលុបបំបាត់បំណុលជាគោលដៅធំបំផុតដើម្បីបង្កើនថវិកាសងបំណុលរបស់អ្នកអាចកាត់បន្ថយចំណាយដែលមិនចាំបាច់ឬស្វែងរកការងារក្រៅម៉ោងដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកនៅពេលដែលចំណូលរបស់អ្នកកើនឡើងឬអ្នកសន្សំលើចំណាយធៀបទៅនឹងគម្រោងដើមប្រើប្រាស់វាដើម្បីសងបំណុលជំនួសការចំណាយ 5. រៀបចំកាលវេលាសងបំណុលជាក់លាក់សម្រាប់អៃតឹមនីមួយៗ
កុំឲ្យបំណុលរបស់អ្នកហួសកាលវេលាចូលកំណត់កាលវេលាសងបំណុលសម្រាប់អៃតឹមនីមួយៗឲ្យមានលម្អិតឧទាហរណ៍វិក័យបិទអគ្គិសនីធម្មតាត្រូវបានផ្ញើឡើងនៅដើមខែកែបង់សំលុះផ្ទះបង់នៅចុងខែនិងប្រាក់កម្លៃពលូត្រូវបានបង់នៅកណ្ដាលខែអ្នកអាចយកទៅសម្រាំងនៅឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុមួយចំនួនដែលគាំទ្រការរំលឹកឬរៀបចំការផ្ទេរប្រាក់ដោយអាតូម៉ាទិកនៅពេលដែលវិក័យបិទត្រូវបានផ្ញើឡើង 6. ពិនិត្យជម្រើសក្នុងការចរចាឡើងវិញនៅលក្ខខណ្ឌបំណុលការចរចាឡើងវិញនៅលក្ខខណ្ឌបំណុលជាមួយម្ចាស់បំណុលអាចជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុពិសេសតាមរយៈការចរចាអត្រាការប្រាក់និងរយៈពេលសងបំណុលបន្ទាប់មកការស្វែងយល់និងចូលរួមក្នុងកម្មវិធីជួយសងបំណុលអាចផ្ដល់នូវជម្រើសហិរញ្ញវត្ថុដែលមានភាពទូនវិការផងដែរការរួមបំណុលនឹងឲ្យឈ្មោះថាការប្ដូរហិរញ្ញវត្ថុឡើងវិញគឺជាយុទ្ធសាស្ត្រសំខាន់ដែលអនុញ្ញាតឲ្យអ្នកខ្ចីបន្លែងបំណុលដែលមានអត្រាការប្រាក់ខ្ពស់ចំនួនច្រើនទៅជាប្រាក់កម្លៃមួយដែលមានអត្រាការប្រាក់ទាបធ្វើឲ្យការគ្រប់គ្រងបំណុលមានងាយស្រួលនិងសន្សំលើចំណាយការប្រាក់ 7. ត្រួតពិនិត្យនិងកែតម្រូវផែនការសងបំណុលកុំភ្លេចថាតាមដានវណ្ណៈភាគកម្មនៃការសងបំណុលតាមកាលវេលានិងវាយតម្លៃប្រសិទ្ធភាពនៃផែនការសងបំណុលដើម្បីធ្វើការកែតម្រូវណាចាំបាច់នៅពេលមានការផ្លាស់ប្ដូរចំណូលចំណាយឬកត្តាផ្សេងទៀតមើលវិធីសាស្ត្រសងបំណុលដ៏ល្បីៗចំនួន 2 នៅពេលប្រឈមមុខនឹងបំណុលការជ្រើសរើសវិធីសាស្ត្រសងបំណុលត្រឹមត្រូវគឺជារឿងសំខាន់ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុយ៉ាងឆាប់រហ័សវិធីសាស្ត្រសងបំណុលដ៏ល្បីៗចំនួន 2 ដែលរហូតត្រូវបានមនុស្សជាច្រើនប្រើប្រាស់គឺបំណុល Snowball និងបំណុល Debt Avalanche វិធីសាស្ត្រនីមួយៗមានគុណសម្បត្តិរៀងខ្លួនជួយអ្នកក្នុងការគ្រប់គ្រងនិងសងបំណុលប្រកបដោយប្រសិទ្ធភាពនៅក្នុងអត្ថបទនេះយើងនឹងសិក្សាដោយលម្អិតអំពីរបៀបនៃការដំណើរការរបស់វិធីសាស្ត្រនីមួយៗនិងការជ្រើសរើសវិធីសាស្ត្រណាដែលត្រឹមត្រូវ